Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនយើងទៀតគឺមេរៀនទី18 Lesson 18 Lesson 18មេរៀនទី18 Everyday Everyday conversation ការសន្ទនាប្រចាំថ្ងៃឬមកក៏ការសន្ទនារៀងរាល់ថ្ងៃតែយើងរៀនពាក្យមុន A cup of tea A cup of tea តែមួយពែងA cup of coffee A cup of coffee កាហ្វេមួយពែង A glass of milk A glass of milk ទឹកដោះគោមួយកែវ A glass of beer A glass of beer ស្រាបៀរមួយកែវ A glass of water A glass of water ទឹកមួយកែវ A biscuit A biscuit នំប៊ីស្គីតA sandwich A sandwich ហ្នឹងសង្វិច A piece of cake A piece of cake នំខេកមួយដុំ An orange An orange ក្រូចពោធិ៍សាត់ On a diet On a diet ហ្នឹងតមអាហារឬមកក៏តម Would like Would like Would like ហ្នឹងចង់បានឬមកក៏ត្រូវការអូខេឥឡូវយើងមើលការសន្ទនាបន្តិចសន្ទនាខ្លីទេនេះ Please come in Please come in បែរថាអញ្ជើញចូលមកអាហ្នឹងដូចយើងហៅគេចូលមកក្នុងបន្ទប់ Please come in អញ្ជើញចូលជើញsorry អញ្ជើញចូលក្នុងដល់ពេលជេរថា Thank you អរគុណអ្នកហើយ Please sit down Would you like a cup of tea Please sit down Would you like a cup of tea ណាសូមអញ្ជើញអង្គុយចុះតែអ្នកត្រូវការតែមួយពែងទេជេរថា Yes please បាទត្រូវការ How about a biscuit How about a biscuit How about ស្មើនឹងចុះអ្នកវិញHow about ចុះនំប៊ីស្គីតវិញជេរថា No thanks I'm on a diet No thanks I'm on a diet ជេរនិយាយថាអត់ទេអរគុណច្រើនហើយខ្ញុំតមបាទថាតមអាហារហ្នឹងឥឡូវខ្ញុំអានម្ដងទៀត Please come in Please come in អាហ្នឹងយើងអានខ្ជាប់គ្នាបើយើងអានធម្មតា come in ប៉ុន្តែយើងអានខ្ជាប់ Please come in Thank you Please sit down Would you like a cup of tea Please sit down Would you like a cup of tea Yes please How about a biscuit No thanks I'm on a diet នេះអានេះយើងចេះតែពាក្យថា Would you like ចុចមកនេះយើងអាចជំនួសពាក្យនេះមកជំនួសពាក្យថា a cup of tea អញ្ចឹងបើយើងដូចថាចង់សួរគេត្រូវការអីមួយយើងគ្រាន់តែសួរដូរពាក្យវាមកនេះ Would you like a cup of tea តើអ្នកត្រូវការតែមួយពែងទេបើសួរគេត្រូវការកាហ្វេមួយពែងទេយើងសួរគេមក Would you like a cup of coffee បើយើងចង់សួរគេទឹកដោះគោមួយកែវ Would you like a glass of milk បើចង់សួរស្រាបៀរមួយកែវ Would you like a glass of beer បើយើងចង់សួរទឹកមួយកែវ Would you like a glass of water ដល់ហ្នឹងមកយើងជំនួសគ្រាន់ជំនួសពាក្យមកយើងអាចបង្កើតបានពាក្យ clear អីផ្សេងមួយទៀតចឹងនិយាយទៅ Would you like ចុចន័យថាតើអ្នកត្រូវការអ្វីគឺយើងប្រើ Would you like អូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតចង់បញ្ចប់សូមជួយចុច like subscribe នៅ channel YouTube របស់ខ្ញុំផងរួមទាំង TikTok អូខេអរគុណច្រើនជម្រាបលាបាយបាយ